បាទជំរាបសួរលោកគ្រូអ្នកគ្រូនេះគឺជាវីដេអូដំឡើង app PHP សម្រាប់គ្រូបង្រៀននិងសិស្សដូចគ្នាទេអញ្ចឹងមុនដំបូងយើងចូលនៅក្នុង app ជ្រោមបាទជ្រោមនេះកន្លែង app ជ្រោមហ្នឹងដល់មកទៀតយើងចុចវាយថាថ្នាបឋម PHP អញ្ចឹងចុចអានេះហ្នឹងមកតើបើយើងចុចកន្លែងថ្នាបឋម PHP ហើយយើងឃើញអា website នៅខាងលើហ្នឹងយើងចុចកន្លែងហ្នឹងមកបាទដល់មកទៀតគឺយើងសុំមកចុចនេះកន្លែង tre 3ខាងលើនេះកន្លែងចុច3ខាងលើហ្នឹងបាទចុចកន្លែងហ្នឹងមកសុំអូសឲ្យដល់ពាក្យថា add to home screen អញ្ចឹងចុចកន្លែងហ្នឹងដល់មកទៀតយើងចុចពាក្យថា install បាទអញ្ចឹងរៀងរងចាំហើយយើងទៅចាក់ចេញពីអាហ្នឹងយើងមកមើលនៅក្នុងរបស់យើងវិញនេះអញ្ចឹងនៅពេលដែលយើងបានធ្វើហើយគឺវានឹងload app ហ្នឹងនៅលើ screen ទូរស័ព្ទរបស់យើងហើយ home screen របស់យើងអញ្ចឹងយើងចុចប្រើមកបាទអញ្ចឹងនៅពេលដែលយើងចុចឃើញបែបហ្នឹងមានន័យថាយើងដំឡើងបានហើយដំឡើង app នៅក្នុងហ្នឹងបានហើយអញ្ចឹងជាជំហានបន្ទាប់គឺយើងត្រូវតែចូលក្នុងគណនីអញ្ចឹងការចូលក្នុងគណនីនឹងតម្លាក់វីដេអូបន្ថែមទៀតឲ្យ